con mà tê plau chụp chụp ní chả nhom ở xã là bong đam trên lực đầm bông chả mình đăng tha từ tụ ban là tập phò đa rửa tê chụp riệp số bong ôn tặng ở kia ngày ní nhom một bà hai bong ôn chả bị sạc mà phépในการriệp trong đây nằm bị đặt đam cho mùi nâng con ta nằm xem chả miệt đi chỉ tập cuốn chả hay nâng con mà tê plau cái này chả con mà tê plau ní chỉประเภท con mà tê plau lồng ó bong ôn là cái này thả con tụi tu đôi đập bơ á chà mà tê plau chụp chút á mẹ nè mà tê plau dương cho chai hơi nhom bán pui pi mình chà mình đấy cứ y chà y thời chụp ôn bao mai nhóm chà còn ao cà pi mà khai món đó nè hơi nhóm có vô một prua chà lời ní khơi na việt đọc và hai chị đọc mà phải đàm đáy nhóm có riệp trong đã đàm chà hai ngày ní nhóm có riệp trong đây nằm bậy đã đàm ta nằm sọc tai mà đòn chà miền đôi chia space chà đôi chia ta côn anh chẳng thơ bông ôn chà một điều này coi thà miền phèn chụp chà chỉ bị chăm riêng rồi ngày phải chỉ bị bệnh ngày bông ônហើយជាពិសេសគឺម្សិលមិញចាភ្លៀងតាំងពីព្រឹកចារហូតដល់យប់ចាភ្លៀងរាំងតែធ្វើឲ្យកាសធាតុហើយនឹងដីហ្នឹងគឺវាសើមល្អខ្ញុំក៏សម្រេចថាដាក់ដាំតែប៉ុន្តែខ្ញុំថាអត់ចង់ដាំទេបងប្អូនចាខ្ញុំចង់ទុកដីចោលមួយរយៈណាប៉ុន្តែដោយសារតែអំណោយផលចាដោយសារតែដីហ្នឹងគឺវាសើមល្អមែនតែនចាតែធ្វើឲ្យខ្ញុំគិតថាប្រហែលជាអាចដាំដំណាំល្អណាចឹងខ្ញុំក៏សម្រេចថាថ្ងៃនេះចារៀបចំសួនដើម្បីដាក់ដាំដំណាំតែម្ដងទៅហើយការដាំនេះចាខ្ញុំរៀបចំដាំអត់តាន់ទេបងប្អូនចាបានត្រឹមតែការរៀបចំនឹងឯងប៉ុន្តែដាំនៅថ្ងៃស្អែកដោយសារតែមានមូលហេតុបងប្អូនទស្សនាវីដេអូនេះរហូតដល់ចប់មិនដឹងថាមូលហេតុអីបងប្អូនចាហើយនេះគឺជាសួនដំណាំចាសួនតកួនចាស់ណាដែលគោវិជូស៊ីកាលពីខ្ញុំជំរាបបងប្អូនเนาะចាវិស៊ីអស់ហើយបងប្អូនចឹងខ្ញុំក៏សម្រេចថាដកអាតកូនចាស់ហ្នឹងចាយកលាងទឹកឲ្យគោរបស់ខ្លួនឯងចាកាលមុនគោគេឥឡូវលាងទឹកឲ្យគោខ្លួនឯងស៊ីម្ដងណាចាខ្ញុំចាប់ដើមដាក់កាប់ជាមួយនឹងដីនឹងរឹសតកូនហ្នឹងទៅហើយខ្ញុំកាប់ហត់ពេកបងប្អូនណាខ្ញុំក៏ឲ្យក្មួយស្រីច្រឡំក្មួយប្រុសខ្ញុំដើម្បីមកជួយកាប់បន្តណាបងប្អូនចាគាត់កាប់បានតែបន្តិចហ្នឹងលៀនដាតអើយក៏ទៅណាចាហើយនេះខ្ញុំចាប់ដើមធ្វើបន្តឲ្យបងប្អូនចាខ្ញុំរើសគល់រឹងរើសស្មៅឬអីចេញហ្នឹងទៅបងប្អូនធម្មតាហ្នឹងឯងហើយការធ្វើសកម្មភាពនេះចាគឺពិតជាជួយដល់សុខភាពយើងច្រើនមែនតើបងប្អូនចាវាជួយបញ្ចេញញើសណាបើសិនជាយើងអត់បានបញ្ចេញញើសចេញពីរាងកាយទេក៏ធ្វើឲ្យសុខភាពយើងអត់សូវល្អទេចាឥឡូវនេះខ្ញុំចាប់ដើមរៀបចំសួនមួយទៀតដែរបងប្អូនចាសួននេះគឺខ្ញុំដាក់ដាំតកូនបន្តទៀតដែរសួនហ្នឹងខ្ញុំដាំតែតកូនទេតាំងពីខ្ញុំធ្វើរោងនឹងមកចាអត់មានដាំដំណាំអីផ្សេងទេគឺដាក់តកូនចាអស់តកូនដាក់តកូនដូច3ដងហ្នឹងបងប្អូនចាខ្ញុំដាំតកូនហ្នឹងដូចជា3ដងនៅលើសួនតែមួយហ្នឹងណាចាហើយខ្ទឹមនេះខ្ញុំមានកម្រងថានឹងដាំម្ដងទៀតចាដោយសារតែវគ្គមុនចាក្មួយស្រីខ្ញុំគាត់ដាំរៀងយប់ដែរហើយបងប្អូនអញ្ចឹងគាត់បញ្ញាប់រៀបចំដីអត់ស្មើល្អចាថ្ងៃស្អែកចាខ្ញុំនឹងរៀបចំជាមួយនឹងខ្ទឹមនេះសារឡើងវិញចាខ្ញុំដាំវាម្ដងទៀតរៀបចំសួនថ្មីតែម្ដងណាបងប្អូនចាហើយនេះម៉ែខ្ញុំគាត់ជួយកើបអាចគោចាអាចគោនេះយកពីផ្ទះបងស្រីខ្ញុំបងប្អូនណាតែខ្ញុំអត់ចិញ្ចឹមគោឯចាតែបងខ្ញុំនិយាយទៅបងប្អូនខ្ញុំនៅជួបគ្នានឹងឯងបងប្អូនស្វាយមែនតែនមកបងប្អូនចាបងប្អូននៅចិត្តគ្នាក៏កក់ក្ដៅមួយយ៉ាងដែរចានេះគឺកូនម្ទេសដែលខ្ញុំប្រាប់បងប្អូនเนาะចាខ្ញុំព្រុសហ្នឹងគឺដោះបានប៉ុណ្ណឹងឯងបងប្អូនណាហើយកូនម្ទេសនេះមិនមែនម្ទេសញ៉ាំទេដូចខ្ញុំប្រាប់បងប្អូនចឹងចាម្ទេសលម្អណាដោយសារម្ទេសនេះគឺហឹលខ្លាំងពេកចាឥឡូវគឺចាប់ផ្ដើមដាក់អាចគោរួយនៅលើសួនដំណាំហ្នឹងហើយបងប្អូនហើយនេះខ្ញុំក៏ចាប់ផ្ដើមជោគជីកស្មៅអាកន្លែងកូនម្ទេសហ្នឹងស្មៅឡើងញុកតែម្ដងបងប្អូនស្អែកនេះខ្ញុំនឹងប្រហើយឯងបងប្អូនចាដោយសារតែសួននេះគឺវាលក្ខណៈថាវារៀងចាស់ណាចាខ្ញុំរៀបចំសួនដាក់ដាំថ្មីទាំងអស់តែម្ដងណាបងប្អូនចាហើយនេះខ្ញុំចាប់ផ្ដើមដាក់ដាំជាមួយនឹងកូនម្ទេសហ្នឹងហើយបងប្អូនមិនដឹងថាដាំខុសឬត្រូវទេបងប្អូនណាមានបច្ចេកទេសនៅក្នុងការធ្វើកសិកម្មបងប្អូនជួយ comment ប្រាប់ខ្ញុំផងចាកាលខ្ញុំធ្វើខុសនេះខ្ញុំដាំតាមទម្លាប់របស់ខ្ញុំណាបងប្អូនដាំលក្ខណៈថាទូទៅហ្មងអីក៏ដាំអញ្ចឹងណាហើយអត់មានប្រើជីអីញ៉ៃច្រើនទេបងប្អូនចាខ្ញុំប្រើតែជីអាចគោហ្នឹងឯងដោយសារតែខ្ញុំមានតែអាចគោអាចមន់ហ្នឹងណាចាអត់មានបានប្រើជីសរីរាង្គឬមួយក៏ជីកប៉ុសជីអីដែលធ្វើតាមបច្ចេកទេសអីទេបងប្អូនណាចាបើសិនជាខុសឆ្គងអីបងប្អូនជួយអធិស្ឋានដល់ខ្ញុំផងណាចាឲ្យខ្ញុំដាំនេះមិនដឹងថាញឹកឬមួយក៏អំបិលទេបងប្អូនតែខ្ញុំគិតថាប្រហែលជាមិនអីទេព្រោះកូនម្ទេសនេះរៀងតូចដែរ
ចានេះគឺខ្ញុំដាំហើយបងប្អូនចាប៉ុន្តែអ្វីដែលនឹកស្មានមិនដល់នោះគឺថាចាខណៈពេលនេះចាកំពុងឲ្យញាប់ដៃញាប់ជើងហើយតក់មកបដាឯងបងប្អូនអើយចាអត់តន់ហើយទេបញ្ញាប់ខ្លាំងហើយមើលតើចានេះគឺហើយបងប្អូនចាហើយមិនដែលមើលមេឃភ្លៀងមកបដាឲ្យបងប្អូនអត់មានតន់ដាំអីបានទាំងអស់អរគុណបាយបាយ